ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិពិភពលោកធំតែម្ដងចាប់យករូបភាពមួយសន្លឹកដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតជាមួយលោកប្រធានាធិបតីដូណាល់ត្រាំអង្គុយជិតគ្នាហើយខ្សឹបគ្នាយើងអត់ដឹងថារូបភាពហ្នឹងតែពិតមហាជនខ្ញុំជឿថាឆ្ងល់លេខគ្នាខ្សឹបរឿងអីខ្ញុំក៏ឆ្ងល់ដែរបងជាសំណួរគ្រប់គ្នាណាក៏ប៉ុន្តែយើងលើកមកវិញយើងអត់ដឹងថាតើការខ្សឹបគ្នារវាងសម្ដេចធិបតីជាមួយលោកដូណាល់ត្រាំរឿងអីតែយើងក៏សម្គាល់ទៅលើសមិទ្ធផលលទ្ធផលជាក់ស្ដែងស្វាគមន៍មកកាន់ podcast មហាជនឬ Citizen Podcast ដោយវត្តមានថ្ងៃនេះនាងខ្ញុំពុទ្ធធីរីខ្ញុំបាទមករានឹងលើកយកប្រធានបទដែលដោយពីក្បាលវីដេអូទស្សនិកជនឬក៏មហាជនបានឃើញណាប្រធានបទរបស់យើងខ្ញុំគិតថាមហាជនក៏កំពុងតែពិភាក្សាវែកញែកលើកឡើងខ្លាំងដែររឿងរូបភាពមួយដែលថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលកម្ពុជាជាមួយលោកដូណាល់ត្រាំអញ្ចឹងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានហើយជាពិសេសគឺនៅក្នុងដំណើរការនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃបាទប៉ុន្តែមួយវិញទៀតសម្រាប់ខ្ញុំបងខ្ញុំមើលឃើញបន្ថែមពីនឹងទៀតណាចាសម្រាប់បន្ថែមពីនឹងទៀតគឺខ្ញុំឃើញថាមានការរៀបចំពីក្រុមពិធីការរបស់លោកដូណាល់ត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងគឺរៀបចំឲ្យកម្ពុជាអង្គុយចិត្តអាមេរិកតែម្ដងអាមេរិកផ្ទាល់តែម្ដងអញ្ចឹងសម្រាប់បងគិតថារឿងនេះវាជាការចៃដន្យឬមួយក៏ជាការរៀបចំទុកមុនបាទបើសម្រាប់ការយល់ឃើញផ្ទាល់របស់ខ្ញុំអានេះខ្ញុំនិយាយទៅលើបរិបទបែបពិធីការឬក៏បែបការទូតអន្តរជាតិចាសម្រាប់ខ្ញុំគិតថាមិនមែនជារឿងចៃដន្យទេពីព្រោះកិច្ចប្រជុំកំពូលអន្តរជាតិធំដូចជាកិច្ចប្រជុំកំពូលអាស៊ាននេះជាដើមគឺបើមិនម្ចាស់ផ្ទះជាអ្នករៀបចំទេគឺមានអ្នករៀបចំគណៈពិធីការអន្តរជាតិហើយនិយាយជារួមទៅនៅក្នុងដំណើរការនៃការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃគឺមានលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលលោកជាសាក្សីជាអ្នកដែលថាសម្របសម្រួលធំនៅក្នុងកិច្ចការដំណើរការហ្នឹងអញ្ចឹងខ្ញុំគិតថានេះគឺជាការរៀបចំរបស់ពិធីការឬក៏ជាគេហៅថាក្រុមការងារពិសេសរបស់លោកដូណាល់ត្រាំនៅក្នុងការរៀបចំឲ្យនាយករដ្ឋមន្ត្រីកម្ពុជាអង្គុយនៅជាប់ជាមួយនឹងប្រធានាធិបតីអាមេរិកមិនមែនជារឿងចៃដន្យទេបាទហើយខ្ញុំមើលឃើញថាការរៀបចំនេះគឺជាការផ្ដល់នៅការថាតម្លៃមួយភាពស្មើមុខស្មើមាត់បើយើងនិយាយបែបការទូតការដែលយើងអង្គុយជិតគ្នាបែបនេះខ្ញុំជឿថាមហាជនខ្មែរអង្គុយញញឹមអង្គុយសប្បាយចិត្តពេលដែលឃើញរូបភាពហ្នឹងនៅពេលដែលកម្ពុជាស្មើមុខស្មើមាត់នឹងប្រទេសដទៃទៀតដែរចា៎ហើយរូបភាពកន្លែងហ្នឹងខ្ញុំមើលឃើញមួយចំណុចដែលមានរូបភាពក្រៅតែពីការអង្គុយពុទ្ធរីមើលឃើញរូបភាពអីដែលពិសេសឃើញបងសម្រាប់ខ្ញុំក្រៅតែពីការអង្គុយខ្ញុំមើលឃើញមួយទៀតក្នុងនោះឃើញថាសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាហ្នឹងដូចជាមានការពិភាក្សាជាមួយនឹងលោកដូណាល់ត្រាំយ៉ាងស្អិតរមួតហើយប្រកបដោយភាពស្និទ្ធស្នាលមែនទែនបើយើងនិយាយនៅក្នុងដូចបងលើកឡើងខាងដើមអញ្ចឹងចាបើនិយាយពីបែបបទការទូតប្រហែលជាប្រមុខរាជរដ្ឋាភិបាលមិនងាយនឹងបញ្ចេញអាកប្បកិរិយាមួយដែលទៅអង្គុយបើយើងនិយាយភាសាសាមញ្ញខ្សឹបគ្នាណាចាខ្សឹបគ្នាអញ្ចឹងបើសិនជាយើងនិយាយពីបែបការទូតប្រហែលជាមិនងាយនឹងបញ្ចេញអាកប្បកិរិយាការទូតបែបនេះទេចាព្រោះពេលខ្លះអាចនឹងថាចាប់ដៃត្រឹមតែទៅចែកគ្នានៅតិចតួចចឹងទៅมันអាចមានការខ្សឹបនៅមុខអន្តរជាតិហើយមុខការឡាយច្រើនប្រព័ន្ធស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំលើពិភពលោកបាទចាប់ផ្ដិតយករូបភាពហ្នឹងហើយតាមពិតពេលដែលអានេះកម្មវិធីរបស់យើងលើកយកមកដោយសារតែមិនមែនតែនៅក្នុងស្រុកឬបណ្ដាញសង្គមទេគឺប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិពិភពលោកធំតែម្ដងចាប់យករូបភាពមួយសន្លឹកដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតជាមួយលោកប្រធានាធិបតីដូណាល់ត្រាំដោយពុទ្ធរីលើកឡើងមិញអញ្ចឹងអាចថាអង្គុយចិត្តគ្នាហើយជារឿងមួយទេប៉ុន្តែពិភាក្សាគ្នាហើយភាសាសាមញ្ញហៅខ្សឹបគ្នាបើយើងពិភាក្សាមានន័យថាបើសិនជាយើងមិនមានភាពស្និទ្ធស្នាលណាឥឡូវយើងនិយាយចេះយើងនៅក្នុងបែបបទអន្តរជាតិការទូតអន្តរជាតិអីចឹងប្រហែលជាអាចមានការទៅចែកខ្ញុំលើកឡើងខាងមិញអញ្ចឹងថាទៅចែកគ្នាតិចតួចអីចឹងតែនេះអោនខ្សឹបគ្នាប្រកបដោយទឹកមុខចាស្និទ្ធស្នាលចាអញ្ចឹងកន្លែងនេះវាមានរឿងច្រើនទៀតខ្ញុំគិតថាទាំងនៅក្នុងដំណើរការនៃកម្មវិធីផ្លូវការនឹងផងហើយលក្ខណៈទ្វេភាគីផងខ្ញុំមើលឃើញចំណុចច្រើនណាចំណុចដែលជាគេថាវិជ្ជមានសម្រាប់យើងលទ្ធផលសម្រាប់បើយើងរំលឹកទៅដល់វិញគឺនៅតែនៅក្នុងយុទ្ធសាស្ត្រឬក៏គោលនយោបាយឈ្នះរបស់កម្ពុជាដែលធ្លាប់ប្រើតាំងពីដើមមកហើយរូបភាពមួយសន្លឹកនេះក៏នៅតែបង្ហាញពីគោលនយោបាយឬយុទ្ធសាស្ត្រឈ្នះដែរបានន័យថាមិនមែនសម្រាប់តែកម្ពុជាប្រទេស
អ្នកនងមួយកម្ពុជាណាគឺកម្ពុជាតែងតែគិតថាគឺត្រូវតែឆេះទាំងអស់គ្នាមិនអញ្ចឹងហើយយើងអត់ចង់តែងតែថាយើងមិនចង់កេងចំណេញអីពីប្រទេសណាមួយទេអ្វីដែលយើងចង់បានគឺមិត្តភាពទំនាក់ទំនងការទូតជាផ្លូវការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកស្មើភាពគ្នាអីជាដើមបាទសហគមន៍រួមចា៎បាទអញ្ចឹងខ្ញុំមើលឃើញថាភាពវិជ្ជមានក្រៅពីយើងមានកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយនឹងប្រទេសថៃចាយើងក៏មានការជំនួបទ្វេភាគីជាមួយនឹងខាងអន្តរជាតិផ្សេងៗដែរដែលវាមានផលវិជ្ជមានចំណេញទាំងយើងដឹងហើយនៅពេលដែលប្រទេសមួយមានសន្តិភាពនៅពេលដែលប្រទេសមួយបានជួបប្រជុំការងារអញ្ចឹងចំណេញទៅវិញទៅលើគេការវិនិយោគហើយនៅពេលដែលមានការវិនិយោគចូលមកក្នុងប្រទេសច្រើនយើងក៏មានការងារធ្វើច្រើនត្រូវគេកំចាអត្រាដែលត្រូវការកម្លាំងពលកម្មក៏យើងត្រូវការច្រើនចា៎អញ្ចឹងយើងត្រឡប់មកប្រធានបទរបស់យើងពីរឿងការចាប់អារម្មណ៍រូបភាពសម្ដេចធិបតីជាមួយនឹងលោក Donald Trump ណាអង្គុយចិត្តគ្នាហើយខ្សឹបគ្នាយើងអត់ដឹងថារូបភាពហ្នឹងតែពិតមហាជនខ្ញុំជឿថាឆ្ងល់លេខគ្នាខ្សឹបរឿងអីចាខ្ញុំក៏ឆ្ងល់ដែរបងជាសំណួរគ្រប់គ្នាណាក៏ប៉ុន្តែយើងលើកមកវិញយើងអត់ដឹងថាតើការខ្សឹបគ្នារវាងសម្ដេចធិបតីជាមួយលោក Donald Trump រឿងអីតែយើងក៏សម្គាល់ទៅលើសមិទ្ធផលលទ្ធផលជាក់ស្ដែងដោយសារតែមិនត្រឹមតែក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនឹងទេគឺនៅមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជាអាមេរិកទៀតចាបងចាពុទ្ធរីច្បាស់ជាចាប់អារម្មណ៍ដូចខ្ញុំដែរអញ្ចឹងច្បាស់ជាចាប់អារម្មណ៍ទៅលើថាកម្ពុជាមួយអាមេរិកនិយាយគ្នាឬក៏ចរចាគ្នាព្រមព្រៀងរឿងអីយើងក៏សម្គាល់ជាធំគឺទៅលើរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មបាទអញ្ចឹងខ្ញុំឃើញបណ្ដាញផ្សព្វផ្សាយរបស់លោក Donald Trump ក៏បានលើកឡើងនិយាយដែរបង្ហាញអំពីផលវិជ្ជមានរវាងកម្ពុជានិងអាមេរិកគឺបានន័យថាកម្ពុជាគឺបានន័យថាព្រមព្រៀងនៅក្នុងការលើកលែងពន្ធ 100% នៅក្នុងការនាំចូលនៅផលិតផលរបស់អាមេរិកពាក់ព័ន្ធទៅនឹងវិស័យកសិកម្មហើយនិងឧស្សាហកម្មឯជាដើមហើយទន្ទឹមនឹងខ្ញុំនៅតែជឿជាក់ថាកម្ពុជាក៏ទទួលផលពីកិច្ចព្រមព្រៀងដូចគ្នានៅក្នុងផ្នែកឬក៏វិស័យពាណិជ្ជកម្មបាទក៏មានការចរចាណាមួយឈ្នះទាំងអស់គ្នាមានភាសាខាងដើមអញ្ចឹងឈ្នះទាំងអស់គ្នាចា៎អញ្ចឹងត្រឡប់មកវិញខ្ញុំគិតថាទាំងអស់នេះក៏អាចស្រាយចម្ងល់ទៅដល់មហាជនប្រជាពលរដ្ឋបានដែរថារូបភាពខ្សឹបគ្នាមួយសន្លឹកណាគឺបង្ហាញអំពីផលវិជ្ជមានជាបន្តបន្ទាប់ហើយនៅមានទំនាក់ទំនងផ្សេងទៀតខ្ញុំជឿជាក់ថានៅពេលដែលកម្ពុជាបង្ហាញវត្តមានដែលមានភាពស្និទ្ធស្នាលយើងអាចនិយាយសាមញ្ញអញ្ចឹងចុះណាស្និទ្ធស្នាលជាមួយនឹងថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិកគឺខ្ញុំជឿថានឹងមានសមិទ្ធផលវិជ្ជមានល្អជាបន្តបន្ទាប់ច្រើនទៀតបាទប៉ុន្តែនៅមានមួយទៀតនៅក្នុងដំណើរការនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ពុជាថៃកាលពីថ្ងៃទី$26ពុទ្ធរីក៏មានកន្លែងមួយដែលសំខាន់ដែរគឺសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានឡើងថ្លែងសន្ទរកថាមួយដ៏មានអត្ថន័យ Reflecting the gratitude of the Cambodian peoples, I have nominated President Donald J. Trump for the Nobel Peace Prize. And he, like I say, peace saved life. And this is the wish of our Cambodian people as appreciations for the President. So thank you very much, Mr. President. ខ្ញុំជឿថាពុទ្ធរីក៏ដូចជាមហាជនប្រហែលជាចាប់អារម្មណ៍នៅខ្លឹមសារដ៏សំខាន់មួយឲ្យពុទ្ធរីអាចលើកឡើងបន្តិចសម្រាប់ខ្ញុំនៅក្នុងនោះក៏ខ្ញុំចាប់អារម្មណ៍នៅខ្លឹមសារមួយដែលសម្ដេចលោកមេប្រសាសន៍ហើយមិនថាតែខ្ញុំអ្នកចាប់អារម្មណ៍ទេសូម្បីតែប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិហ្នឹងក៏គេបានចាប់អារម្មណ៍ទៅលើខ្លឹមសារខ្លីមួយប៉ុន្តែដ៏មានអត្ថន័យបំផុតសម្រាប់ពួកយើងដែលសម្ដេចលោកមេប្រសាសន៍តំណាងឲ្យកម្ពុជាមួយទាំងមូលតែម្ដងចាដែលគាត់លោកមេប្រសាសន៍ថាសហរដ្ឋអាមេរិកលោក Donald Trump បានជួយជីវិតប្រជាពលរដ្ឋកម្ពុជាច្រើនអ្នកចាអាហ្នឹងរឿងទី1រឿងទី2ហើយកម្ពុជាគាំទ្រសម្រាប់លោក Donald Trump ដើម្បីទទួលបានពានរង្វាន់សន្តិភាពបាទ Nobel សន្តិភាពអញ្ចឹងកន្លែងនេះការគាំទ្រដោយពុទ្ធរីលើកឡើងណាក្នុងតំណាងជាប្រជាជាតិកម្ពុជាសម្ដេចធិបតីបានប្រកាសគាំទ្របេក្ខភាពលោក Donald Trump ទទួលពានរង្វាន់ Nobel សន្តិភាពអញ្ចឹងដែលយើងបានដឹងហើយគឺ Nobel ពានរង្វាន់ Nobel សន្តិភាពគឺមានអត្ថន័យជ្រាលជ្រៅធំធេងណាស់សម្រាប់ថ្នាក់ដឹកនាំពិភពលោកបានន័យថាជាបុគ្គលឆ្នើមមួយរូបហើយដែលអាចថាធ្វើការបញ្ចប់សង្គ្រាមហើយស្វែងរកសន្តិភាពសម្រាប់ប្រជាជនទូទៅបាទអញ្ចឹងកន្លែងនេះសម្រាប់ខ្ញុំមើលឃើញថាត្រឡប់មកវិញខ្ញុំនៅវិលទៅដល់គោលនយោបាយយុទ្ធសាស្ត្រឈ្នះដដែលបានន័យថាយើងត្រឡប់ពីដើមមកអាមេរិក
រៀបចំការអង្គុយផ្សេងៗផ្ដល់នៅមុខមាត់លើឆាកអន្តរជាតិសម្រាប់កម្ពុជាហើយសម្រាប់ថ្នាក់ដឹកនាំកម្ពុជាក៏បានបង្ហាញពីភាពគេហៅថាចេញពីចិត្តមួយគឺគ្រប់គ្រងបេក្ខភាពអាមេរិកលោក Donald Trump ហ្នឹងទទួលពានរង្វាន់សន្តិភាព Nobel សន្តិភាពដែរបាទនេះជារឿងមួយដែលកម្ពុជាចង់បានបំផុតគឺសន្តិភាពនឹងឯងចាអញ្ចឹងនៅពេលដែលមានជាតិសាសន៍ដតីណាមួយបានជួយជ្រោមជ្រែងឲ្យយើងទទួលបាននៅពាក្យថាសន្តិភាពយើងប្រកាសជាមានការសប្បាយរីករាយហើយយើងសង្កេតឃើញថាម្សិលមិញបន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងសន្តិភាពហ្នឹងបងមើលអ្នកណាក៏តាមដានដាច់បាយដាច់ទឹកដែរចាទាំងខ្ញុំទាំងបងប្អូនផ្សេងគឺតាមមើលជាពិសេសអាចុងម៉ោងចុងក្រោយថាតើចុះអត់មែនទេបងចាចុះអត់គ្រាន់តែមានការចុះហត្ថលេខាដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាក៏ដូចជាសម្របសម្រួលដ៏ធំពីលោកដូណាល់ត្រាំហ្នឹងគឺយើងមានការដឹងគុណមែនទែនសម្រាប់ប្រទេសទាំងពីរដែលគាត់តែងតែជួយគ្រប់គ្រងហើយប្រកបដោយភាពស្និទ្ធស្នាលមែនទែនម្សិលមិញយើងមើលទៅឃើញរូបភាពថាកម្ពុជាយើងពិតជាប្រទេសមួយដែលគួរឲ្យស្រឡាញ់បាទត្រឡប់មកវិញខ្ញុំអាចសម្រាប់ខ្ញុំមើលឃើញជារួមមកវិញអញ្ចឹងយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់រដ្ឋាភិបាលកម្ពុជាចេញជាសមិទ្ធផលជារូបរាងពិតប្រាកដហើយបាទដូចទៅអីដែលអភិក្រមទាំង3ដែលលោកមានប្រសាសន៍កាលពីថ្ងៃសម្ពោធពលានយន្តហោះអញ្ចឹងបងចាឥឡូវចេញលទ្ធផលម្ដងតិចហើយអញ្ចឹងយើងរងចាំមើលលទ្ធផលល្អបន្តភាពវិជ្ជមានបន្តទៀតចាភាពវិជ្ជមានបន្តទៀតពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីយើងធ្វើកិច្ចព្រមព្រៀងសន្តិភាពនេះសង្ឃឹមថាតិចទៀតបងប្អូនជនភៀសសឹកនឹងបានត្រឡប់ទៅតាមផ្ទះសប្បាយរបស់ពួកគាត់រៀងខ្លួនហើយប្រកបរបរចិញ្ចឹមជីវិតដោយគេហៅសុខដុមរមណីយកម្មផ្លូវចិត្តណាចាដែលមានចាបែបហ្នឹងហើយយើងក៏រំពឹងថាព្រំដែនសន្តិភាពរបស់យើងនឹងត្រូវបានស្ដារឡើងវិញក្នុងរូបភាពមួយដ៏ល្អប្រសើររវាងប្រជាជនទាំងសងខាងណាយើងនិយាយចេះវិញហើយខ្ញុំក៏សង្ឃឹមជឿជាក់ថារូបភាពដំណើរការនិងឯកសារនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនេះគឺជាគំរូមួយសម្រាប់ប្រជាជាតិដទៃនៅក្នុងការយកទៅធ្វើជាគំរូពីព្រោះថាដោយពុទ្ធរីក៏លើកឡើងដែរគឺពាក្យសន្តិភាពមិនមែនតែប្រជាជនកម្ពុជាយើងជឿជាក់ថាប្រជាជាតិណាក៏ត្រូវការដែរបាទហើយបើសិនជាយើងមានការថាអ្នកចិត្តខាងមានការប៉ះទង្គិចគ្នាក្នុងរូបភាពណាមួយប្រជាជនក៏មិនជាសំណុកសុខស្រួលដែរហើយត្រូវការប៉ះពាល់ច្រើនបងទៅលើការស្ដារការអប់រំក៏យើងអត់បានយើងក្មេងៗបាត់បង់ការអប់រំអត់បានទៅសាលារៀនគ្រូក៏មិនបានបរៀនអ្នកវិនិយោគផ្សេងក៏មិនហ៊ានវិនិយោគទៅតាមប្រទេសដែលកំពុងតែមានបញ្ហាវិវាទនឹងគ្នាបែបហ្នឹងក៏ប្រទេសណាអត់ហ៊ានទៅវិនិយោគដែរបងចាអញ្ចឹងខាតទាំងអស់គ្នាបាទអញ្ចឹងយើងឃើញថាយើងបានលើកឡើងពីបច្ចុប្បន្នភាពស្ថានភាពមួយចំនួនហើយនឹងការចាប់អារម្មណ៍ទាំងមហាជនក្នុងស្រុកក៏ដូចជាអន្តរជាតិដែរទៅលើដំណើរការនៃការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃកាលពីថ្ងៃទី26ខែតុលាកន្លងមកនេះហើយយើងនឹងរងចាំក៏ដូចជានឹងលើកឡើងនៅប្រធានបទពាក់ព័ន្ធទៅនឹងបច្ចុប្បន្នភាពនៃការវិវត្តផ្សេងទៀតណាបាទហើយពីកម្មវិធីរបស់យើងនៅពេលនេះខ្ញុំបាទមករានាងខ្ញុំពុទ្ធរីសូមអរគុណសូមគោរពលា